នាងខ្ញុំឈ្មោះកាមីមីនៅស្រុកពញាក្រៃខេត្តត្បូងឃ្មុំដេប៉ូឡាយូអ៊ីនៅផ្សារក្រៃអារម្មណ៍ថ្ងៃហ្នឹងស្រស់ស្រាយសប្បាយចិត្តដែលបានខាងអាដាមហើយនឹងខាងក្រសួងមន្ទីរកសិកម្មដែលគាត់បានជួយបង្ហាត់បង្រៀនខាងដេប៉ូខាងកសិករហ្នឹងដើម្បីឲ្យគាត់មានចំណេះដឹងច្រើនជាងមុនចាយកទៅណែនាំជំនួសកសិករវិញចាព័ត៌មានបានពីគាត់ឲ្យណែនាំយើងនឹងប្រើលក់ថ្នាំកសិកម្មអីទៅលើខាងកសិករបានត្រឹមត្រូវណែនាំគាត់បានល្អកុំឲ្យគាត់នឹងប្រើទៅរបស់មិនត្រូវដូចថាវាមិនចំគោលដៅរបស់គាត់ណាទី1ការបង្រៀនមន្ត្រីកសិកម្មភូមិទី2ការចងក្រងសហគមន៍កសិកម្មទំនើបទី3រក្សារំនឹងថ្លៃកសិផលទី4កាត់បន្ថយថ្លៃដើមល្អចាល្អច្រើនសម្រាប់កសិករជួយឲ្យកសិករចំណាយតិចចំណេញច្រើនពូជត្រូវតាមតម្រូវទីផ្សារពូជល្អមានគុណភាពខ្ពស់ហើយនឹងជួយអភិវឌ្ឍដល់ភូមិឃុំយើងផងដែរពេលត្រឡប់ទៅវិញហ្នឹងខ្ញុំនឹងផ្សព្វផ្សាយឲ្យចំពោះកសិករឲ្យគាត់បានស្វែងយល់ពីគោលនយោបាយខាងកសិកម្មហ្នឹងឲ្យបានច្រើនដើម្បីកាត់បន្ថយថ្លៃដើមហើយឲ្យបានចំណូលច្រើនបាទញាតិសួរហើយខ្ញុំឈ្មោះកាំងយិនធីតំណាងឲ្យដេប៉ូកាំងយិនធីហ្នឹងហើយនៅស្រុកមេមត់ខេត្តត្បូងឃ្មុំនៅឃុំដាកន្លងមកខ្ញុំបានណែនាំច្រើនដល់ប្រជាកសិករដែលគាត់ធ្វើកសិកម្មប៉ុន្តែខាងតំបន់ខ្ញុំវាភាគច្រើនតំបន់ចំការវាអត់សូវមានស្រូវមានអីចឹងណាបាទហើយគាត់ណែនាំប្រើជីធម្មជាតិឲ្យបានច្រើនពិសេសធម្មជាតិព្រោះជីសរីរាង្គអីហ្នឹងគឺជួយដល់គាត់បានច្រើនណាឲ្យដីបានធូរល្អហើយសត្វល្អិតក៏វាមិនសូវបំផ្លាញអីចឹងណាបាទមានដាក់ជីតាមវគ្គបាញ់ថ្នាំអីគឺភាគច្រើនប្រើធម្មជាតិតែម្ដងគាត់ប្រើប្រាស់បានត្រឹមត្រូវព្រោះគាត់មកអញ្ចឹងទៅយើងក៏បានសុំលេខទូរស័ព្ទពីគាត់ហើយយើងក៏បានអាសាទេសួរគាត់យ៉ាងម៉េចដំណាំនឹងបានផលយ៉ាងម៉េចយ៉ាងម៉ាហ្នឹងវាប្រែប្រួលឈឺយ៉ាងម៉េចគឺយើងផ្ដល់ព័ត៌មានបន្ថែមទៀតឲ្យគាត់អញ្ចឹងបាទសម្រាប់ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានជួបមន្ត្រីកសិកម្មជួបខាងឯកឧត្តមបានគាត់ចូលរួមអញ្ចឹងណាបាទហើយបានទទួលចំណេះដឹងច្រើនពីគាត់ហើយគាត់បានផ្សព្វផ្សាយអំពីការទុកដាក់ថ្នាំកសិកម្មនិងការប្រើប្រាស់អីហ្នឹងណាគឺបានល្អខ្ញុំឈ្មោះម៉ៃគិញស្រៀងជាតំណាងឲ្យដេប៉ូឈ្មោះលីមពីវមកពីស្រុកពញាក្រែកឯកឧត្តមលើកឡើងមានចំណុច2មានចំណុចល្អនិងចំណុចអវិជ្ជមានអញ្ចឹងខាប់ចំណែកខ្ញុំចង់ឲ្យកសិករគាត់យកចំណុចល្អឡើងព្រោះចំណុចអវិជ្ជមានហ្នឹងវាមានដែរប៉ុន្តែវាមានតិចតួចឬក៏មានអ្នកដែលចង់បំពុលសង្គមអញ្ចឹងគាត់ផ្សព្វផ្សាយទៅយើងជាដេប៉ូម្ចាស់ដេប៉ូអត់ចង់ឲ្យគាត់យកចំណុចអវិជ្ជមានហ្នឹងឡើងទេចង់ឲ្យគាត់យកចំណុចល្អដែលប្រធានមន្ត្រីកសិកម្មគាត់ណែនាំតាមរបៀបកសិកម្មថ្មីកសិកម្មទំនើបសម័យឥឡូវបើយើងចែករំលែកផលអវិជ្ជមានខាងកសិកម្មគឺទី1កសិករគាត់ទទួលអត់បានល្អទី2គឺដេប៉ូយើងក៏ទទួលអត់បានល្អដែរបរាជ័យដូចគ្នាយើងគួរតែរួមគ្នាចែករំលែកអ្វីដែលល្អឲ្យកសិករនិងឲ្យសង្គមជាតិដឹងឮចាជាចុងក្រោយខ្ញុំសូមអរគុណដល់ប្រធានមន្ត្រីកសិកម្មឯកឧត្តមអរគុណដែលគាត់រៀបចំកម្មវិធីនេះឡើងបង្កើតភាពស្និទ្ធស្នាលរវាងដេប៉ូនិងក្រសួងកសិកម្មហើយនឹងចែករំលែកចំណេះដឹងល្អដែលធ្វើឲ្យដេប៉ូយើងខ្ញុំទៅចែករំលែកបន្តដល់កសិករដូចគ្នា